សួស្តីបងប្អូនទាំងគ្នាឥឡូវយើងបន្ទាប់ពីរៀនស្រៈនិងព្យញ្ជនៈមកនិងសូរសំឡេងមកគឺយើងមករៀនពាក្យនៅក្នុងភាសាចិនទាំងអស់គ្នាតើយើងអានចំណងជើងទាំងអស់គ្នា日历和时间日历和时间日历ប្រែថាប្រតិទិន和ប្រែថានឹង时间ប្រែថាពេលវេលាចាយើងរៀនពីថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចា星期一周一星期一周一ប្រែថាថ្ងៃច័ន្ទ星期一星期二周二ប្រែថាថ្ងៃអង្គារ星期三周三ប្រែថាថ្ងៃពុធខែ星期四周四ប្រែថាថ្ងៃប្រហ័ស星期五周五ប្រែថាថ្ងៃសុក្រ星期六周六ប្រែថាថ្ងៃសៅរ៍星期天周日ប្រែថាថ្ងៃអាទិត្យអញ្ចឹងមួយសប្តាហ៍មាន7ថ្ងៃណា星期一ក៏ថ្ងៃច័ន្ទ周一ក៏ថ្ងៃច័ន្ទដែរអញ្ចឹងពាក្យពីរយើងប្រែបានថ្ងៃច័ន្ទដូចគ្នាតាំងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យពាក្យពីរអញ្ចឹងយើងប្រើមួយណាក៏បានដែរអរគុណច្រើនបងប្អូនជម្រាបលា